បាទសួស្តីបងប្អូនបាទដល់ម៉ោងហាត់ប្រាណហើយបាទម៉ោង6ឥឡូវខ្ញុំបាទមកដល់សួនហើយបាទមកដល់សួនសន្តិភាពបាទឥឡូវម៉ោង6អញ្ចឹងយើងរត់ប្រហែលជាម៉ោង7បាទ1ម៉ោងបាទរត់ហើយមុនយើងរត់យើងសម្រួលសរសៃដៃសរសៃជើងសិនបាទសរសៃខ្នងដើម្បីឲ្យវាកុំឲ្យវាតឹងតែពេលយើងតឹងជើងតឹងសរសៃទៅវារត់វាឈឺជើងឈឺសរសៃបាទហើយយើងហាត់ប្រាណបងប្អូនបាទមួយសប្តាហ៍4ទៅ5ថ្ងៃបើសិនជាមានពេលរាល់ថ្ងៃក៏ល្អដែរបាទបើសិនជាមានពេលបាទរាល់ថ្ងៃក៏ល្អដែរបើថាអត់មានពេលទេមួយសប្តាហ៍បាទ5ថ្ងៃ6ថ្ងៃក៏បានដែរបាទឥឡូវយើងពុតសរសៃដៃសរសៃជើងសិនបាទសរសៃចង្ខ្នងសរសៃចង្កេះបាទដើម្បីឲ្យស្រួលខ្លួនសិនហើយចាំយើងរត់ហាត់ប្រាណនេះគឺយើងបតឹងបាទសរសៃកផ្លូវទាំងសងខាងអានេះសរសៃចង្ខ្នងបាទអូខេរត់សិនបងប្អូនបាទ